តោះអញ្ចឹងយើងថ្ងៃហ្នឹងយើងជាបន្តទៀតចូលមកដល់ប្រធានបទថ្មីហើយចាប់តាក់ទងជាមួយនឹងរឿងស្នេហាអញ្ចឹងប្រធានបទនេះចាប់តាក់ទងជាមួយរឿងស្នេហាយើងដឹងហើយទៅនៅក្នុងឆ្នាំមមីនេះជាឆ្នាំមួយដែលក្តីស្រឡាញ់អាចផុសឡើងដោយក្តៅកគុកមានន័យថាស្រឡាញ់បើស្រឡាញ់ខ្លាំងក៏ប៉ុន្តែក៏វាឆាប់រលត់ទៅវិញដែរអញ្ចឹងឯងអញ្ចឹងដោយសារតែអនុភាពរបស់ធាតុភ្លើងនៅក្នុងឆ្នាំ2026ការបង្ហាញការស្រឡាញ់ឬការតេតេងឬតំណែងទំនោរហ្នឹងហ៊ានមានន័យថាហ៊ានឲ្យក្តៅកគុកសម្រាប់អ្នកដែលមានរកាឬក៏មានមមីនៅក្នុងតារាងប៉ាជឺឬក៏នៅក្បែរគ្នាអាចថានៅក្នុងឆ្នាំ2026នេះអាចថាមានភាពតេតេងមានភាពសិចស៊ីគួរឲ្យស្រឡាញ់អញ្ចឹងទៅដូច្នោះហើយគួររៀបចំនៅក្នុងឆ្នាំ2026នេះឲ្យបានល្អពាក់ព័ន្ធជាមួយនឹងប៉ះសិនបើមានបំណងចង់ឲ្យបានការស្រឡាញ់រាប់អានច្រើនអំពីមនុស្សជុំវិញខ្លួនអញ្ចឹងឯងអញ្ចឹងនៅក្នុងឆ្នាំ2026នេះបើសិនបើចង់បានទទួលបានក្តីស្រឡាញ់ឬបានស្នេហាត្រូវចេះមានភាពក្លាហានភាពឯករាជ្យក៏ប៉ុន្តែអ្វីដែលបានឃើញនៅក្នុងឆ្នាំ2026នេះច្រឡំ2025 2026នេះស្នេហាអាចជំរុញបានដោយសារតែមានភាពក្តៅកគកភាពរំភើបឬក៏មានភាពតេតេងដែលអាចកើតឡើងពីទំនុកចិត្តឬក៏រូបរាងខាងក្រៅអញ្ចឹងទៅអញ្ចឹងនៅក្នុងឆ្នាំ2026អាចថារឿងស្នេហាមិនអាចទាយទុកមុនបានមានន័យថាមានសេរីភាពមែនទែនមនុស្សជាច្រើនអាចទៅរកឃើញខ្លួនឯងហ្នឹងទៅចូលរឿងស្នេហាដែលពោពេញទៅដោយភ្លើងពណ៌មានន័យថាស្នេហាបែបឆាបឆួលចឹងឯងហើយមួយទៀតសម្រាប់នៅក្នុងឆ្នាំ2026នេះគួរតែមានសមតុល្យភាពមានន័យថាកុំឆាបឆួលទៅតាមអ្វីដែលនៅក្នុងសង្គមជាក់ស្ដែងគួរមានភាពអត់ធ្មត់ជ្រើសរើសទំនាក់ទំនងដែលផ្ដោតលើគោលដៅជារួមការយល់ដឹងអារម្មណ៍ជាជាងគ្រាន់តែបដាសននេះនៅក្នុងឆ្នាំ2026និយាយសរុបជារួមមកបើសិនណាបើយើងចូលចិត្តស្នេហាបែបបច្ឆាបបឆួលនេះគឺសម្បូរតែម្ដងមានន័យថាស្រឡាញ់គ្នាស្អិតល្មួតដូចភ្លាមក៏ឈប់ស្រឡាញ់វាភ្លាមអញ្ចឹងទៅអញ្ចឹងក៏ប៉ុន្តែក៏ពិបាកដល់អ្នកដែលចង់បានស្នេហាលក្ខណៈថាគូងវងយូរអង្វែងរៀងពិបាកបន្តិចអញ្ចឹងឯងអញ្ចឹងហើយមួយទៀតអ៊ីជីងនៅក្នុងឆ្នាំ2026បានបង្ហាញអំពីភាពលើសលប់ឬក៏ភាពមិនសមតុល្យគ្នាមានន័យថាអញមានអារម្មណ៍ខ្ពស់អារម្មណ៍ក្តៅកគុកអីចឹងទៅក៏ប៉ុន្តែក៏វាត្រាំបានក៏ស្ទាក់មកវិញអញ្ចឹងទៅអញ្ចឹងតំណែងតំណងអាចចាប់ផ្ដើមភ្លាមរំភើបភ្លាមប៉ុន្តែអាលេងបាត់ហ្នឹងក៏ភ្លាមដែរអញ្ចឹងឯងអញ្ចឹងធម៌ពលឆ្នាំមមីនេះគឺមានលក្ខណៈអន្តេសាស្រឡាញ់សេរីភាពប្រឆាំងការគ្រប់គ្រងពីណាគេមកគ្រប់គ្រងនៅខ្លួនឯងអត់ព្រមទេចង់បានសេរីភាពអីចឹងទៅអញ្ចឹងប៉ុន្តែអ៊ីជីនេះក៏បង្ហាញដែរមានន័យថាលឿនក៏លឿនអាចចោះមកវិញក៏ចោះមកវិញមានន័យថាអាចមានចំនួនឆ្លោះគ្នាឥតឈប់ឈរមានស្នេហាក៏ដោយមានរឿងរ៉ាវច្រើនដែលធ្វើឲ្យមានបញ្ហាច្រើនអញ្ចឹងឯងអញ្ចឹងបើទោះបីជាយ៉ាងណាក៏ដោយបើសិនបើយើងចង់បានរកបានបើសិនបើចង់បានស្នេហាបែបល្អបែបសមតុល្យបែបមានន័យថាតុល្យភាពអាចបានបើសិនបើយើងមិនចង់ដេញតាមអ្វីដែលរំភើបអំផ្លែទេក៏អាចរកបានអញ្ចឹងទៅអញ្ចឹងធម៌ពលស្នេហានៅក្នុងឆ្នាំ2026នេះដោយសារធាតុភ្លើងអត់មានអីមកគ្រប់គ្រងទេយើងឃើញតារាងថ្ងៃខែឆ្នាំចូលក្នុងឆ្នាំថ្មីថ្ងៃទី4កុម្ភៈវាបង្ហាញអំពីភាពក្តៅកគុកឯករាជ្យធ្វើអីហ៊ាននៅក្នុងទំនាក់ទំនងឆ្នាំនេះមានអារម្មណ៍ក្តៅខ្លាំងចង់ដេញតាមអ្វីដែលបើកចំហក៏ប៉ុន្តែភាពខ្លាំងក្លាដដែលហ្នឹងធ្វើឲ្យស្នេហាផុសឡើងប៉ុន្តែប្រឈមទៅនឹងអត់សូវមានសុខដុមរមនាប្រហែលទេចឹងឯងអញ្ចឹងមនុស្សជាច្រើនអាចតេទៀងទៅរកគូស្នេហ៍ដែលផ្សងព្រេងមានន័យថាចៃដន្យអញ្ចឹងទៅជាជាងឲ្យតម្លៃលើភាពសមស្របនឹងស៊ីអារម្មណ៍ឲ្យជំរឿការយល់ដឹងផ្នែកជំរឿនៃអារម្មណ៍អញ្ចឹងទៅ
ចឹងអត្តពលរបស់ធៀបភ្លើងនេះពង្រឹងឲ្យមានសកម្មភាពបែបផ្ទះសារអារម្មណ៍ប្រែប្រួលលឿនចឹងទៅស្នេហាអាចមានអារម្មណ៍រំភើបដំបូងចឹងទៅក៏ប៉ុន្តែក៏អាចបាត់បង់ភ្លាមបើសិនបើអត់មានមូលដ្ឋានលើការយល់ដឹងគ្នាទៅវិញទៅមកអីចឹងទៅចឹងឯងចឹងសម្រាប់អ្នកដែលចង់វាពិបាកសម្រាប់អ្នកដែលចង់បានស្នេហាលក្ខណៈយូរអង្វែងស្ថិរភាពចឹងចំនួនអាចកើតមានងាយនៅឆ្លោះគ្នាមែនតើនៅក្នុងឆ្នាំ2026ប៉ុន្តែទោះជាយ៉ាងណាក៏ដោយបើសិនបើយើងមានភាពក្លាហានអាចធ្វើឲ្យស្នេហានេះបញ្ចេញភាពចាស់ទុំណាមានភាពចាស់ទុំភាពអត់ធ្មត់ក៏អាចល្អប្រសើរអីចឹងទៅចឹងឯងបើសិនបើចង់បានស្នេហាលឿនក្នុងឆ្នាំ2026នេះគឺកុំខ្វែងអ៊ីច្រើនពេកហ៊ានដេញចាប់តាមស្នេហាត្រូវតែហ៊ានបើសិនបើអត់ហ៊ានទៅនៅសៀមក៏អត់បានដែរចឹងឯងចឹងពាក់ព័ន្ធមួយលឿនដោយសារធាតុភ្លើងជួយធ្វើអីមួយលឿនចឹងឯងសម្រាប់អ្នកដែលកើតចំថ្ងៃធាតុទឹកយ៉ាងក៏ដោយធាតុទឹកយ៉ាងក៏ដោយយិនក៏ដោយសម្រាប់អ្នកដែលមនុស្សប្រុសដែលកើតចំថ្ងៃទឹកយ៉ាងទឹកយិនឬក៏រាសីណាមួយក៏បានដែរអូខេមួយណាក៏បាននៅរាសីមេឃនៅគោឆ្នាំនៅគោខែនៅគោថ្ងៃគោម៉ោងក៏ប៉ុន្តែនៅគោថ្ងៃគឺផ្ដោតខ្លាំងជាងគេប៉ុន្តែនៅគោណាក៏ដោយបើសិននៅគោឆ្នាំស្នេហារបស់យើងអាចបើសិនជាមនុស្សប្រុសអាចជួបគ្នានៅក្នុងសង្គមមួយចឹងទៅបើសិនបើនៅគោខែអាចជួបគ្នានៅកន្លែងធ្វើការចឹងទៅនៅគោថ្ងៃអាចជួបគ្នានៅកន្លែងក្បែរនៅគោម៉ោងអាចជួបគ្នានៅកន្លែងកំសាន្តកន្លែងដែលយើងធ្វើអីសប្បាយតាមអ្វីយើងចូលចិត្តណាចឹងឯងចឹងវាមានអត្ថន័យច្រើនក៏ប៉ុន្តែសម្រាប់ស្នេហាពេលច្រើនដែលកើតឡើងតាមរយៈផ្សងព្រេងចៃដន្យទៅជួបគ្នាខាងក្រៅចឹងទៅរំភើបអីចឹងទៅក៏ស្វែងគ្នាចឹងទៅអញ្ចឹងស្នេហាចាប់ឡើងនៅភ្លាមចឹងឯងអញ្ចឹងអ្នកដែលកើតចំថ្ងៃធាតុទឹកយ៉ាងឬក៏ទឹកយិនក៏ដោយសម្រាប់មនុស្សប្រុសណាងាយនឹងមានស្នេហាច្រើននៅក្នុងឆ្នាំ2026នេះដោយសារធាតុភ្លើងចឹងឯងចឹងគាត់មើលទៅគួរទាក់ទាញចឹងទៅតែទោះជាយ៉ាងណាក៏ដោយសូមប្រុងប្រយ័ត្នវាអត់មានភាពទេភាពទេសម្រាប់មនុស្សស្រីដែលកើតចំថ្ងៃភ្លើងយ៉ាងក៏ដោយភ្លើងយិនក៏ដោយនៅក្នុងឆ្នាំ2026ក៏ល្អពេលប៉ុនមួយការរោគស្នេហាដែរអាចទៅរោគបានហើយសម្រាប់អ្នកដែលកើតចំថ្ងៃធាតុដីអាចស្នេហាលក្ខណៈថាមានភាពប្រុងប្រយ័ត្នយឺតអីចឹងទៅអញ្ចឹងលើកទឹកចិត្តឲ្យអ្នកដែលកើតចំថ្ងៃធាតុដីយ៉ាងឬក៏ធាតុដីយិនបើកបេះដូងទទួលស្នេហានៅក្នុងឆ្នាំ2026នេះយកឈ្នះភាពអៀនខ្មាស់របស់ខ្លួនឯងអាចនឹងទទួលបានល្អចឹងឯងសម្រាប់ប្រសិនបើយើងអត់មានការចាំថ្ងៃខាងលើនេះទេបើសិនបើនៅក្នុងតារាងប៉ាជឿរបស់យើងមានឆ្នាំធោះឬក៏ឆ្នាំរកានៅក្នុងតារាងប៉ាជឿក៏ស្ថិតតែមានភាពទាក់ទាញដល់ក្តៅកគុកនៅក្នុងឆ្នាំ2026ដែរចឹងឯងឆ្នាំធោះឬក៏ឆ្នាំរកាប៉ុន្តែអ្នកដែលមានឆ្នាំមួយមែនក្នុងតារាងប៉ាជឿស្នេហារឿងលាក់កំបាំងមិនស្នេហានឹងក្រោយឆាកស្ងាត់អញ្ចឹងណាអត់ឲ្យគេដឹងទេប៉ុន្តែអានេះគេឲ្យពីហ្នឹងឯងថាច្រើនចឹងឯងប៉ុន្តែអ្នកដែលមានខាឬក៏ថោះក្នុងតារាងប៉ាជឿស្នេហាអាចស្នេហាលក្ខណៈតាមឆាប់មកឈួលវាអត់មានស្ថិរភាពប្រហែលទេអញ្ចឹងអារម្មណ៍អាចប្រែប្រួលអីលឿនអញ្ចឹងណាសរុបមកស្នេហាក្នុងឆ្នាំនេះដូចជាតាមពិតទៅសัตว์នេះលោកគ្រូទៅសេមកសម្រាប់អ្នកដែលចង់បានជួបបានស្នេហាពិតប្រាកដអាចតាមរយៈ achievement ដនជា note ថ្ងៃឲ្យបានល្អនៅក្នុងថ្ងៃទី23ខែមីនាឆ្នាំ2026វេលាម៉ោង 5 កន្លះព្រឹកបែរខ្នងទៅទិសជើងឈៀងឡែកដកដង្ហើមឲ្យបានល្អសុំពោអំពីឋានសួគ៌ពាក់ព័ន្ធជាមួយនឹងសុំជួបមនុស្សដែលត្រឹមត្រូវឬក៏សុំពោជាប់ទាក់ទងជាមួយនឹងចង់ឲ្យស្នេហាយើងសុខដុមរមនាអញ្ចឹងតែអញ្ចឹងឯងអញ្ចឹងអូខេប៉ុន្តែមានច្រើនលោកគ្រូរៀបចំនេះច្រើនក៏ប៉ុន្តែអត់មានអីច្រើនទេព្រោះគ្រាន់តែនិយាយពាក្យខ្លីទៅអ្នកសាវ៉ាហ្នឹងបើសិនបើយើងចង់ចាស់ទុំក៏វាចាស់ទុំគ្រាន់តែនៅក្នុងឆ្នាំ2026មនុស្សអាចឆាប់ឈួលលឿនអីចឹងណាក៏ប៉ុន្តែអ្នកដែលចង់បានចាស់ទុំក៏អាចស្វែងរកអ្នកដែលអាចចាស់ទុំមួយខ្លួនឯងឲ្យបានអញ្ចឹងណាគ្រាន់តែសបោមកឆាប់មកឈួលគឺសបោមែនតែនអញ្ចឹងឯងអញ្ចឹងដូចជាអត់មានអីច្រើនទេនៅក្នុងឆ្នាំនេះជូនពរអ្នកទាំងអស់គ្នាសំណាងល្អក្នុងឆ្នាំថ្មីអូខេ